របស់យើងល្អរបស់អ្នកនេះមិនល្អទេមនុស្សយើងចូលចិត្តតែអញ្ចឹងចូលចិត្តថាខ្លួនយើងរហូតមែនខ្លួនយើងល្អជានិច្ចអញ្ចឹងយកផងទទួលយកតែតែខ្ញុំគិតថាមិនថារៀននៅលើអីក៏ដោយគួរតែបើកចិត្តសិក្សាពីចំណុចខ្លាំងរបស់អ្នកដទៃមកអភិវឌ្ឍលើចំណុចខ្លាំងខ្លួនឯងសិក្សាពីចំណុចខ្សោយរបស់អ្នកដទៃដើម្បីយកមកធ្វើជាមេរៀននៅក្នុងការជៀសវាងនៅពេលដែលត្រូវរៀនអាហ្នឹងខ្ញុំគិតថាវាបែបហ្នឹងហើយអានេះគឺជាបទពិសោធន៍មួយដែលខ្ញុំដកស្រង់ហើយក៏អាចជួយជំរុញឲ្យខ្ញុំអាចអភិវឌ្ឍខ្លួនឯងពីមុនបើសិនជាគិតទៅខ្ញុំគិតថារឿងនេះប្រហែលជាមិនមែនជួបតែជាមួយខ្ញុំជាក់ស្ដែងទេទៅលើចំណុចមួយដែលធ្វើឲ្យខ្ញុំមានការខាតបង់ដូចគ្នាឬក៏ចំណាយពេលជាច្រើនទៅវាអត់ត្រូវទិសដៅទៀតខ្ញុំលើកទៅលើចំណុចមួយបងតាក់ទងជាមួយនឹងការធ្វើខ្លួនឯងមិនមែនជាតាក់កន្លះកែវបាទធ្វើខ្លួនឯងជាតាក់វិញកែវthôiតាក់វិញកែវខ្ញុំសំដៅទៅលើគេចាក់អីគាត់ចូលដែរបើថារៀនពេញរហូតសាសណាមួយហើយគឺរៀនតែហ្នឹងអីទោះមានចំណុចល្អមកពីណាមិនរៀនមកល្អពីប៉ុណ្ណាគាត់ព្រមបើកទទួលយកដែរអាហ្នឹងខ្ញុំឧទាហរណ៍ជាក់ស្ដែងបច្ចុប្បន្នបងប្អូន trader យើងជាច្រើនកំពុងតែជួបបញ្ហាចំណុចហ្នឹងគាត់តែងតែមានកូនចិត្តមួយប្រកាន់ថាអូយណែ trade តាម fundamental អត់ល្អទេណែ trade តាម technical អត់ល្អទេ trade តាម fundamental ល្អជាងណែប្រើយុទ្ធសាស្ត្រ old school អត់ល្អទេប្រើយុទ្ធសាស្ត្រ ICT SMC ទៅល្អជាងតាមពិតទៅខ្ញុំចង់ប្រាប់បងប្អូនអរគ្នាថាកន្លែងហ្នឹងក៏ជាកន្លែងមួយដែលខ្ញុំវិញក្នុងហ្នឹងដែរតាមពិតទៅបងជាទូទៅយុទ្ធសាស្ត្រណាក៏វាល្អដែរឲ្យទៅរកលុយបានទៅបងបាទឲ្យទៅរកលុយបានវាជាយុទ្ធសាស្ត្រល្អហើយបានលុយអ្វីដែលខ្ញុំចង់ផ្ដល់ជាសារដាស់តឿនថាបើសិនជាមានចំណុចល្អដែលគេចែករំលែកមកឬក៏មានមេរៀនកន្លែងណាមួយដែលយើងគិតថាវាល្អគួរទៅស្រូបទាញយកមកទុកមកហើយយើងរៀនសិក្សាថាវាល្អពិតប្រាកដមែនអត់យកខ្លួនឯងទៅដកពិសោធន៍ជាក់ស្ដែងជាមួយនឹងអ្វីដែលគេបានបង្ហាញមកយើងអានេះហើយគឺជាចំណុចមួយដែលពីដំបូងគឺខ្ញុំអត់ព្រមទទួលយកអញ្ចឹងនៅពេលដែលយើងធ្វើយុទ្ធសាស្ត្រមួយហ្នឹងយើងធ្វើទៅវាអត់បានផលយើងនៅតែធ្វើយើងធ្វើទៅវាអត់បានផលយើងនៅតែធ្វើអញ្ចឹងវានៅតែបន្តការខាតបង់ប៉ុន្តែគ្រាន់តែយើងបើកចិត្តបន្តិចឬក៏គេហៅថាយើងចេញពី comfort zone បន្តិចថាបើកចិត្តទទួលយកនៅអ្វីដែលគេចែករំលែកនៅពេលហ្នឹងគឺយើងអាចបានទទួលបានចំណេះដឹងច្រើនទូលំទូលាយជាងមុនហើយការចូលទីផ្សារនិងការវិភាគទៅលើទីផ្សារក៏វាកាន់តែមានប្រសិទ្ធភាពជាងមុនដែរកន្លែងហ្នឹងគឺសំខាន់មែនទែនបងប្អូនដោយសារតែមនុស្សយើងភាគច្រើនគាត់ចូលចិត្តតែប្រកាន់ជាប់របស់យើងល្អរបស់អ្នកនេះមិនល្អទេមនុស្សយើងចូលចិត្តតែអញ្ចឹងចូលចិត្តថាខ្លួនយើងរហូតមែនខ្លួនយើងល្អជានិច្ចអញ្ចឹងយកផងទទួលយកតែតែខ្ញុំគិតថាមិនថារៀននៅលើអីក៏ដោយគួរតែបើកចិត្តសិក្សាពីចំណុចខ្លាំងរបស់អ្នកដទៃមកអភិវឌ្ឍលើចំណុចខ្លាំងខ្លួនឯងសិក្សាពីចំណុចខ្សោយរបស់អ្នកដទៃដើម្បីយកមកធ្វើជាមេរៀននៅក្នុងការជៀសវាងនៅពេលដែលត្រូវរៀនអាហ្នឹងខ្ញុំគិតថាវាបែបហ្នឹងហើយអានេះគឺជាបទពិសោធន៍មួយដែលខ្ញុំដកស្រង់ហើយក៏អាចជួយជំរុញឲ្យខ្ញុំអាចអភិវឌ្ឍខ្លួនឯង